នេះជារដ្ឋ Washington កាលពី750លានឆ្នាំមុនកម្លាំងពីក្នុងស្នូលភពបានបំបែកផ្ទៃស្រទាប់លើទៅជាផ្នែកបែបនេះវាបង្ហាញថាពិភពលោកកំពុងប្រេះបែកចេញពីគ្នាហើយមានកម្លាំងតែមួយគត់ដែលអាចធ្វើវាបាននោះគឺកម្ដៅវាបានរុញច្រានពីស្នូលផែនដីដែលរលាយធ្វើឲ្យរហែកនិងបំបែកស្រទាប់ខាងលើបន្តិចម្ដងពីមួយឆ្នាំទៅមួយឆ្នាំទ្វីបដ៏ធំអស្ចារ្យមួយបានប្រេះបែកជាពីរសកម្មភាពប្រែប្រួលភូមិសាស្ត្រដ៏ខ្លាំងអស្ចារ្យនេះបានបង្កឲ្យមានភ្នំភ្លើងជាច្រើនផ្ទុះឡើងពួកវាបានបំភាយកាបូនឌីអុកស៊ីតចូលទៅក្នុងបរិយាកាសកាបូនឌីអុកស៊ីតទាំងនេះលាយឡំជាមួយនឹងទឹកហើយបង្កើតចេញជាភ្លៀងអាស៊ីតនៅពេលដែលទ្វីបយក្សត្រូវបានហែកចេញពីគ្នាដុំថ្មជាច្រើនក៏បានបែករីប៉ាយថ្មទាំងនេះបានស្រូបយកភ្លៀងអាស៊ីតរួមទាំងកាបូនឌីអុកស៊ីតរបស់វាផងដែរបរិមាណនៃកាបូនឌីអុកស៊ីតទាំងនោះត្រូវបានសម្អាតចេញពីបរិយាកាសឥឡូវនេះយើងគ្មានកាបូនិកគ្រប់គ្រាន់ក្នុងខ្យល់ដើម្បីស្រូបយកថាមពលព្រះអាទិត្យគ្រប់គ្រាន់ជុំវិញភពនោះទេគ្រាន់តែរយៈពេល2ទៅ3000ឆ្នាំប៉ុណ្ណោះសីតុណ្ហភាពបានធ្លាក់ដល់ដក60អង្សាសេនេះជាផ្ទៃវាលទឹកកកស្ថិតនៅភាគខាងត្បូងអូស្ត្រាលីនារយៈពេល650លានឆ្នាំមុនវាជាការចាប់ផ្ដើមដែលអ្នកវិទ្យាសាស្ត្រមួយចំនួនហៅថាដុំព្រិលនៃផែនដីវាជាពេលដែលគេជឿជាក់ថាយុគទឹកកកបានគ្របដណ្ដប់ផែនដីយូរបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជញ្ជាំងទឹកកកបានរីកដុះដាលឡើងរាប់ពាន់ម៉ែត្រហើយគ្មាននរណាអាចបញ្ឈប់វាបានទេទឹកកកមានច្រើនកាលណានោះពន្លឺព្រះអាទិត្យក៏កាន់តែគ្មានឥទ្ធិពលទៀតដែរដូច្នេះទឹកកករីកដុះដាលកាន់តែលឿននៅជិតនេះគឺជញ្ជាំងទឹកកកដ៏មហិមាមួយទៀតជញ្ជាំងទាំងពីរនេះបានរីកដុះដាលពីតំបន់ប៉ូលដូចគ្នារួចហើយក៏រាលដាលសន្សឹមមកជួបគ្នានៅតំបន់អេក្វាទ័រឥឡូវនេះផ្ទាំងទឹកកកដែលមានកម្រាស់ជិត1គីឡូម៉ែត្រនោះបានគ្របជិតផែនដីទាំងមូលហើយពីដំបូងផែនដីគឺជាដុំភ្លើងប៉ុន្តែឥឡូវនេះបានប្រែក្លាយជាដុំទឹកកកវិញហើយជាក់ស្ដែងទាំងពន្លឺព្រះអាទិត្យនិងព្យុះត្រូវបានជះត្រឡប់ទៅទីអវកាសវិញទាំងអស់យើងឃើញហើយថាវាគ្មានអ្វីទាំងអស់ហើយសូម្បីតែព្រះអាទិត្យក៏មិនអាចសង្គ្រោះផែនដីបានដែរ
រយៈពេល650លានឆ្នាំកន្លងផុតទៅទឹកកកបានកប់ផែនដីបាត់សម្រាប់រយៈពេល15លានឆ្នាំផែនដីក្លាយជាដុំបាល់ទឹកកកទាំងស្រុងប៉ុន្តែវាមិនអាចនៅអញ្ចឹងរហូតទេប្រកាសជាមានអ្វីមួយអាចដោះលែងផែនដីយើងពីមឈូសទឹកកកនេះបានហើយនៅពេលដែលវាកាត់ឡើងតើនរណាតែអាចស្មានបានទៅថានឹងមានជីវិតនៅក្រោមទឹកកកនេះផ្ទៃខាងលើត្រជាក់ខ្លាំងតែខាងក្រោមស្នូលផែនដីនៅតែក្តៅជាងផ្ទៃរបស់ព្រះអាទិត្យដដែលភ្នំភ្លើងធ្លាប់ផ្ទុះកន្លងមកហើយមុននឹងផែនដីចាប់ផ្ដើមកកទៅទៀតប៉ុន្តែរហូតមកដល់ពេលឥឡូវនេះបើទោះបីជាមានកម្ដៅយ៉ាងណាក៏ដោយក៏វាអាចគ្មានឥទ្ធិពលទៅលើទឹកកកដែរភ្នំភ្លើងបានជះឧស្ម័នកាបូនិករាប់ពាន់លានតោនទៅក្នុងបរិយាកាសមុននឹងការកកខ្លាំងនេះផ្ទាំងថ្មលើផែនដីធ្លាប់ទទួលយក CO2 ជាច្រើនប៉ុន្តែឥឡូវនេះមានទឹកកកច្រើនជាងថ្មដូច្នេះវាគ្មាននរណាអាចស្រូបយក CO2 ទៀតទេហេតុនេះហើយវាបានភាយពាសពេញបរិយាកាសដូចជាភួយអញ្ចឹងវាស្រូបយកពន្លឺព្រះអាទិត្យទាំងអស់ចូលមកផែនដីដែលធ្វើឲ្យសីតុណ្ហភាពកើនឡើងឥឡូវនេះបន្ទាប់ពីរយៈពេល15លានឆ្នាំទឹកកកបានចាប់ផ្ដើមរលាយហើយវាជាការពិតដែលអំឡុងពេលនៃផែនដីទឹកកកបានកប់ស្រទាប់ដីនៅខាងក្រោមហើយឥឡូវនេះពេលទឹកកករលាយស្រទាប់ដីបានងើបឡើងវិញបង្កើតបានជាដីទំនាបនិងភ្នំហើយក៏មានភ្នំភ្លើងបន្ថែមទៀតផងដែរភ្នំភ្លើងបានជះកាបូនឌីអុកស៊ីតជាច្រើនចូលបរិយាកាសដែលធ្វើឲ្យសីតុណ្ហភាពកាន់តែកើនឡើងខ្ពស់ទឹកកកក៏រលាយកាន់តែលឿនដែរហើយកម្រិតអុកស៊ីហ្សែនក៏កើនឡើងតាមរយៈទ្រឹស្ដីនៃប្រតិកម្មគីមីទឹកកកបានបង្កើតនូវអុកស៊ីហ្សែនអំឡុងពេលដែលផែនដីកកពន្លឺព្រះអាទិត្យបានបង្កើតចេញជាប្រតិកម្មជាមួយនឹងម៉ូលេគុលទឹកនៅក្នុងទឹកកកដើម្បីបង្កើតចេញជាកញ្ចុំនៃអ៊ីដ្រូសែនដែលជាសារធាតុគីមីដែលមានច្រើនបំផុតនៅក្នុងអុកស៊ីហ្សែនឥឡូវនេះនៅពេលដែលទឹកកករលាយកញ្ចុំអ៊ីដ្រូសែនបានបែកហើយបំភាយចេញនូវអុកស៊ីហ្សែនទៅកាន់បរិយាកាសពេលនេះផែនដីមានរស្មីឡើងវិញហើយក៏คล้ายជាភពប្លែកពីមុនខ្លាំងផងដែរកាលពី600លានឆ្នាំមុនបរិយាកាសបានប្រែក្លាយទៅជាក្តៅល្មមវាដូចជារដូវក្តៅមួយហើយមួយថ្ងៃក៏ស្មើនឹង22ម៉ោងផងដែរសម្រាប់ទឹកកកទាំងអស់នេះគឺជាឋានសួគ៌ដ៏ប្រសើរបំផុតសម្រាប់ជីវិតមុនដែលផែនដីក្លាយជាដុំព្រិលបាក់តេរីដំបូងនៃជីវិតបានរីករាលដាលនៅក្នុងមហាសមុទ្រទៅហើយ
ប៉ុន្តែវាប្រកាសណាស់ថាពួកវាអាចមានជីវិតរស់នៅឆ្លងខុតយុគតកដែលវាយូរជាងប្រវត្តិនៃជីវិតដែលពូជពងមនុស្សបានរស់នៅលើផែនដីនេះ75ដងឯណោះប្រសិនបើមានអ្វីមួយនៅមានជីវិតបន្ទាប់ពីនោះយើងនឹងបានឃើញវាបង្ហាញខ្លួននៅក្នុងមហាសមុទ្រនេះគឺ540លានឆ្នាំមុននៅក្នុងមហាសមុទ្រដែលពោពេញដោយអុកស៊ីសែនបាក់តេរីដំបូងទាំងនោះបានវិវត្តខ្លួនហើយវាប្រកាសជាពិបាកទ្រាំណាស់នៅក្នុងបាតសមុទ្រដ៏ជ្រៅនេះមានរុក្ខជាតិជាច្រើនបង្អួតរៀងនៅក្នុងបាតសមុទ្រហើយក៏មានអ្វីផ្សេងទៀតដែរអ្វីដែលចម្លែកនោះបានបង្ហាញវត្តមានវាមានឈ្មោះថាEwaxia ជាភាវៈថ្មីដំបូងនៃសរីរាង្គដ៏ពិសេសដែលបានកកើតឡើងផែនដីបានឈានទៅដល់កំឡុងពេលដ៏អស្ចារ្យបំផុតនៃប្រវត្តិសាស្ត្រគឺការផ្ទុះឡើងនៃជីវិតផ្សេងការកើនឡើងនៅកម្រិតអុកស៊ីសែនបានអនុញ្ញាតឲ្យភាវៈទាំងអស់នេះរីកធំធាត់និងកើនឡើងជាការអភិវឌ្ឍឆ្អឹងនិងដងខ្លួនពួកវាជាប្រភេទដង្កូវល្មូនហើយនឹងជាប្រភេទមានជើងពួកវាជាចង្កោមនៃសត្វល្អិតដែលនឹងវិវត្តទៅជាបង្កងឬក៏មឹកជាដើមជីវិតនៅក្នុងមហាសមុទ្របានផ្ទុះឡើងពីបាក់តេរីល្អិតបំផុតទៅជាខ្លួនធំបែបនេះ